នៅពេលដែលអ្នកទាំងអស់គ្នាកំពុងតែគិតថាខ្លួនឯងនេះពិបាកខ្លួនឯងនេះធ្វើអ្វីក៏មិនកើតខ្លួនឯងនេះធ្វើអ្វីក៏បរាជ័យមិនចង់ចាប់ផ្ដើមម្ដងទៀតមិនចង់ចាប់ផ្ដើមជាថ្មីចង់បោះបង់ខ្លួនឯងចោលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាទៅមើលមនុស្សដែលគាត់ពិបាកជាងយើងសពថ្ងៃយើងគ្រាន់តែធ្វើអ្វីមិនទាន់ជោគជ័យតែយើងនៅមានផ្ទះនៅមានម្ហូបអាហារញ៉ាំចុះអ្នកខ្លះសំបីតែផ្ទះគាត់មាននៅអាហារ3ពេលក៏គាត់អត់មានតែគាត់នៅតែប្រឹងស៊ូពីមួយថ្ងៃទៅមួយថ្ងៃដើម្បីរស់ចុះយើងគ្រាន់តែយើងធ្វើរឿងនឹងមួយមិនកើតគ្រាន់តែយើងជួបបញ្ហាហេតុអីយើងគិតចង់បោះបង់ហេតុអីយើងមិនចង់ចាប់ផ្ដើមថ្មីហេតុអីយើងមិនក្រោកដើរទៅមួយថ្ងៃទៀតហេតុអីយើងមិនក្រោកដើរទៅបន្តទៀតនៅលើโลกនេះគ្មាននរណាដែលមិនចេះជួបបញ្ហាទេមនុស្សគ្រប់គ្នាតែងតែមានបញ្ហាក៏ប៉ុន្តែបញ្ហាកើតឡើងមកខុសៗគ្នាអ្នកខ្លះជួបបញ្ហាតិចអ្នកខ្លះជួបបញ្ហាច្រើនគ្មាននរណាដែលគ្មានបញ្ហាទេនៅក្នុងជីវិតហើយក៏គ្មាននរណាដែលស្លាប់ដោយសារបញ្ហាដែរមានតែយើងចង់ទៅស្លាប់ខ្លួនឯងទេមនុស្សយើងនឹងមិនបណ្ដោយឲ្យខ្លួនឯងស្លាប់ទេបើយើងមិនចង់ស្លាប់យើងនឹងប្រឹងរកផ្លូវចេញទាល់តែបានកុំទៅមើលអ្វីដែលមើលហើយឃើញខ្លួនឯងនេះតូចទាបមើលហើយមកស្ដីបន្ទោសឲ្យខ្លួនឯងថាខ្លួនឯងធ្វើអីក៏ខុសខ្លួនឯងធ្វើអីក៏បរាជ័យហេតុអីក៏ជីវិតគេល្អហេតុអីក៏ជីវិតគេរីកចម្រើនហើយមិនបានខ្ញុំជួបតែរឿងខុសហើយម្ដងទៀតយើងទៅឃើញគេសូមកតែរឿងល្អត្រឹម 10% នៃជីវិតរបស់គេឯងចុះអា 90% នៅពីក្រោយខ្នងដែលយើងមិនដឹងយើងអត់ដឹងថាគេជួបប្រទះបញ្ហាអីខ្លះទេមនុស្សជាទូទៅមានពីរប្រភេទមានមនុស្សប្រភេទទី1ចូលចិត្តសូបង្ហាញតែអ្វីដែលល្អត្រឹមតែ 10% នៃជីវិតរបស់គេឯងឲ្យយើងឃើញហើយមនុស្សមួយប្រភេទទៀតចូលចិត្តសូតែរឿងដែលមិនល្អនៅក្នុងជីវិតរបស់ខ្លួនឯងឲ្យយើងឃើញយើងអាចជឿជាក់នៅអ្វីដែលយើងឃើញនឹងភ្នែកនៅតាមបណ្ដាញសង្គមបានទេដោយសារតែជីវិតនៅតាមបណ្ដាញសង្គមឥឡូវនេះគឺมันមានអ្វីដែលពិតប្រាកដ 100% ទេយ៉ាងច្រើនណាស់គេសូតែ 10-20% ឲ្យយើងឃើញយើងអាចដើរតាមគេបានទេយើងអាចឃើញគេជោគជ័យហើយយើងចង់លោតផ្លោះទៅតាមគេបានទេអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែចាប់ផ្ដើមក្រោកមកវិញជឿជាក់លើខ្លួនឯងមោះមុតនៅគោលដៅរបស់យើងបើយើងធ្វើឲ្យបរាជ័យចាប់ផ្ដើមម្ដងទៀតខុសម្ដងកែម្ដងខុសពីរដងកែពីរដងពេលដែលយើងធ្វើឲ្យធ្វើទៀតវានឹងមានភាពល្អប្រសើរវានឹងរីកចម្រើនកុំបាក់ទឹកចិត្តកុំដេកយំកុំមើលរឿងដែលអវិជ្ជមានដូចច្បាប់ស្រូបទាញអញ្ចឹងពេលណាដែលយើងមើលតែរឿងដែលមិនល្អនោះជីវិតរបស់យើងនឹងជួបតែរឿងដែលមិនល្អយើងនឹងស្រូបទាញតែរឿងដែលមិនល្អមកក្នុងជីវិតយើងបើសិនជាយើងមើលតែអ្វីដែលល្អជីវិតរបស់យើងក៏នឹងជួបរឿងល្អពេលណាដែលយើងថែផ្លូវចិត្តយើងឲ្យបានល្អខួរក្បាលយើងនឹងឆ្លាតពេលខួរក្បាលយើងឆ្លាតយើងនឹងមានដំណោះស្រាយនៅរឿងដែលយើងកំពុងជួបប្រទះបញ្ហាធំប៉ុណ្ណាក៏ដោយយើងនឹងអាចដោះស្រាយបាននៅពេលដែលយើងតាំងសតិបាននៅពេលដែលយើងមានចំហសម្រាប់ខ្លួនឯងយើងអាចហត់សម្រាកបានតែយើងកុំឈប់សម្រាប់ហើយបាត់ហត់យើងក្រោកដើរទៅម្ដងទៀតចាប់ផ្ដើមម្ដងទៀតគ្មានពាក្យថាហួសពេលគ្មានពាក្យថាស្ដាយក្រោយសម្រាប់យើងទេមានតែពាក្យថាធ្វើហើយធ្វើទៀតធ្វើរហូតដល់ថ្ងៃមួយដែលយើងទទួលបានសមិទ្ធផលដែលយើងចង់បានគ្មានភាពមានបានណាដែលបានមកដោយគ្មានការប្រឹងប្រែងទេអ្នកទាំងអស់គ្នាត្រូវចាំចំណុចហ្នឹងទម្រាំគេឈានដល់ចំណុចដែលអ្នកទាំងអស់គ្នាឃើញថាជីវិតគេល្អយើងអត់ដឹងថាគេឆ្លងកាត់អីខ្លះទេគេជួបប្រទះបញ្ហាអីខ្លះទេអាចនឹងគេជួបបញ្ហាសុខសាច់ឡើងស៊ាំហើយទម្រាំគេឈានដល់ចំណុចនេះចុះយើងជួបបញ្ហា2 3យើងដេកដួលយើងទួញសោកធ្វើមិនយើងអាចរឹងមាំបានធ្វើមិនយើងអាចក្រោកមកវិញបានខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាបានឃើញវីដេអូខ្ញុំនៅថ្ងៃនេះហើយក៏ធ្វើឲ្យអ្នកទាំងអស់គ្នាមានកម្លាំងចិត្តមកវិញខ្លះអ្នកទាំងអស់គ្នាត្រូវដឹងថាបញ្ហាមិនមែនមានតែយើងទេនៅមានគេគ្រប់គ្នាទៀតដែលមានដូចយើងអ្នកទាំងអស់គ្នានឹងមិនមានតែម្នាក់ឯង
អ្នកទាំងអស់គ្នាមានគ្នាដែលមានបញ្ហាជាមួយគ្នាក៏ប៉ុន្តែគេអាចចាប់ផ្ដើមគេអាចក្រោកមកវិញបានហើយក៏ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចាប់ផ្ដើមមកវិញម្ដងទៀតមើលថែផ្លូវចិត្តខ្លួនឯងបានល្អស្រឡាញ់ខ្លួនឯងបានច្រើនហើយក៏ជឿជាក់លើខ្លួនឯងហើយនឹងបន្តដំណើរទៅមុខទៀត